Rương Với à kén rèn phliếng Với à cột bác thằng ngày Cá bị đợn Khmênh đều chong oi phliếng rèn Tái sài thả Với à kén rèn phliếng Với à cột bác thằng ngày tuôn tràn đòn Nhóp rư rung vỡ từ tam chất kỳ chọn Tiện tớt nâng bị ní Miên rương mùi đầm nào thả Cá nụ Miên bò rah mà nẹ từ riêng ạ xó nơi vọt Chế chám tay ạ xó o a e ấy bần nọ Quạt riêng ạ xó bần tốt bần chế xó Lục cru nâng sơ ai tịt Nòm khní áo chmua quạt thả Bộ rah e ấy Quạt nực khăn khăn chất chế khẳng Có đài chênh pi vọt khăn phung rồi bạc lũn Tớiប្រទះឃើញវត្តចាស់មួយដែលគេបោះបង់ចោលនៅក្នុងព្រៃឆ្ងាយពីភូមិស្រុកគាត់ដើរមើលរបស់សពគ្រប់ឃើញមានស្បង់ជ័យពោចាស់មួយប្រដាប់គាត់ក៏ក្រោកស្បង់ជ័យពោនោះបួសដោយខ្លួនឯងទៅអ្នកស្រុកភូមិដែលបានដើរទៅមកកាត់វត្តនោះឃើញព្រះសង្ឃគង់ត្រមោចតែឯងក៏កើតសេចក្តីជ្រះថ្លាបញ្ជូនកូនឲ្យមកនៅបម្រើលោកចាប់ពីពេលនោះមកលោកគ្រូអីបានកូនសិស្សពីរនាក់ម្នាក់ឈ្មោះអាកាំងនិងម្នាក់ទៀតឈ្មោះអាគកដល់រដូវភ្ជុំបិណ្ឌគ្មានឧបាសកឧបាសិកាណាចូលមកធ្វើបុណ្យនៅវត្តលោកគ្រូអីសោះលោកគ្រូឲ្យអាកាំងនិងអាគកដើររើសសម្បកនំអន្សមពីវត្តឯទៀតមកចាក់កនៅទីវត្តរបស់លោកយ៉ាងច្រើនដើម្បីឲ្យអ្នកដើរកាត់ទីនោះយល់ថាមានគេមកធ្វើបុណ្យនៅវត្តនេះដែរធ្វើដូចនេះហើយក៏មិនមានមនុស្សចូលមកធ្វើបុណ្យនៅក្នុងវត្តនេះទៀតលុះយូរទៅទ្រាំនឹងកង្វះចង្ហាន់មិនបានលោកគ្រូក៏ប្រើអាកាំងនិងអាគកទៅលួចញ៉ាំកលអ្នកស្រុកយកទៅលាក់កន្លែងណាមួយរួចហើយមកទូលលោកឲ្យបានដឹងមុនបន្ទាប់មកលោកបង្គាប់ឲ្យសិស្សទាំងពីរនោះទៅអួតប្រាប់ម្ចាស់នង្គ័លថាលោកគ្រូខ្លួនចេះចាប់យាមពូកែហើយយកកំណល់តែចង្ហាន់មួយស្ពកប៉ុណ្ណោះនិយាយពីអ្នកស្រែដែលបាត់នង្គ័លខំដើររកនង្គ័លខ្លួនយ៉ាងណាក៏មិនឃើញក៏រៀបចំចង្ហាន់មួយស្ពកយកទៅប្រគេនលោកគ្រូអីដើម្បីនិមន្តលោកទាញមើលលោកគ្រូទាញក្តារឈ្នួនមកគូសវាសអីមួយសន្ទុះក៏ទាយថាអីប៉កចែដងនៅទិសនេះផាលនៅទិសនោះហើយចង្អុលប្រាប់ទិសអ្នកស្រែក៏ទៅរកតាមដៃលោកគ្រូហើយបានឃើញនង្គ័លខ្លួនពិតប្រាកដមែនពេលត្រឡប់ទៅភូមិវិញគាត់អួតប្រាប់គ្នាថាលោកគ្រូអីទាយឆុតណាស់លោកគ្រូអីក៏ល្បីល្បាញកេរ្តិ៍ឈ្មោះហើយសម្បូរលាភសក្ការៈជាហូរហែតាំងពីពេលនោះមកគ្រាមួយព្រះរាជបុត្រីនៃព្រះមហាក្សត្រកើតបោសនៅព្រះឧត្តរបោសនោះឈឺពើតធ្វើឲ្យព្រះនាងទ្រង់ព្រះកន្សែងយ៉ាងខ្លាំងព្រះបិតាទ្រង់ចាត់ឲ្យប៉ៅកងប៉ៅខ្មោះរកគ្រូចេះស្ដោះផ្លុំធ្វើឲ្យបោសនោះធ្លាយដើម្បីឲ្យព្រះនាងបានធូរស្រាកស្រាននៅពេលប៉ៅកងអ្នកស្រុកបានអួតសរសើរប្រាប់ពួកអាមាត្យថាលោកគ្រូអីចេះទាយចំណាប់ណាស់អាមាត្យក៏នាំដំណឹងនេះទៅទូលព្រះមហាក្សត្រព្រះអង្គទ្រង់ជ្រាបហើយក៏ប្រើអាមាត្យឲ្យទៅនិមន្តលោកគ្រូអីនោះភ្លាមលុះរាជអាមាត្យចូលទៅថ្វាយបង្គំទូលលោកគ្រូតាមដំណើរហើយលោកគ្រូផិតភ័យណាស់តែមិនហ៊ានប្រកែកក៏ឡើងគង់លើគ្រែស្នែងរួចចេញដំណើរទៅដល់ពាក់កណ្ដាលផ្លូវលោកគ្រូប្រុងរកផ្លូវរត់គេចក៏ធ្វើជាសុំអ្នកសែងឲ្យដាក់លោកចុះដើម្បីទៅដោះទុកសត្វលោកគ្រូនិមន្តចូលព្រៃប្រុងនឹងវះពួនឲ្យបាត់តែពួកអាមាត្យចេះតែដើរតាមជាប់ពីក្រោយលោកនិមន្តទៅបានបន្តិចទៀតស្រាប់តែប្រទះកុកគ្រោងមួយនៅក្នុងត្រពាំងលោកក៏ភ្ញាក់ហើយលាន់មាត់ថាកុកគ្រោងខ្ពស់ចង្គ្រោងចោតងាកមកម្ខាងទៀតលោកឃើញសត្វទន្សាយមួយផ្អើលហើយលោតផ្លោតទៅជន់លើសត្វកង្កែបក៏ភ្ញាក់ស្រែកវប់ហើយរត់ចូលទៅគុំស្មៅបាត់ភ្លាមលោកគ្រូគេចខ្លួនមិនរួចក៏ត្រឡប់មកវិញចូលទៅដល់ក្នុងវាំងលោកគ្រូភ័យណាស់ដើរទាំងញញីញញ័រស្ដេចនិមន្តលោកគ្រូឲ្យចូលទៅក្នុងប្រាសាទព្រះរាជបុត្រីដែលពេលនោះ
ព្រះនាងកំពុងទ្រង់ព្រះកន្សែងព្រោះបោសពើតខ្លាំងលោកគ្រូឃើញព្រះនាងទ្រង់ព្រះកន្សែងក៏នឹកអាណិតតែមិនដឹងធ្វើដូចម្តេចព្រោះលោកគ្រូមិនចេះអ្វីសោះបន្តិចមកស្រាប់តែលោកនឹកឃើញសត្វទាំង3ដែលលោកបានជួបក៏ស្រែកឡើងថាកុកគ្រងពោះចង្គ្រងចោតទុនសាយលុតផ្លោតកង្កែបស្រែកវ៉ាប់រួចលោកស្ដោះព្រោះផែតទៅលើបោសព្រះនាងឮគាថាលោកគ្រូបែបចម្លែកក៏អស់សំណោចខឹកបោសដែលឡើងមកខ្មៅរលោងប្រុងតែនឹងធ្លាយក៏ធ្លាយខ្ទុះវូបញ្ចប់ការពើតភ្លាមឃើញដូចនេះព្រះរាជាយល់ថាលោកគ្រូអីពូកែមែនក៏រៀបសង់កុដិសាលាហើយទំនុកបំរុងជាអចិន្ត្រៃយ៍មនុស្សម្នាក៏នាំគ្នាចូលទៅធ្វើបុណ្យនៅវត្តនោះយ៉ាងកុះករជាងវត្តនានាលុះកន្លងយូរមកនៅក្នុងនគរនោះគ្មានភ្លៀងសោះក្តៅរីងស្ងួតហួតអស់ទឹកបាំងបួរគោក្របីស្លាប់ជាបន្តបន្ទាប់អ្នកស្រុកចលាចលនាំគ្នាឡើងទៅទូលស្ដេចឲ្យជួយដោះទុក្ខភ័យមួយនេះព្រះរាជាក៏ត្រាស់ប្រើឲ្យរាជអាមាត្យទៅនិមន្តលោកគ្រូអីមកទស្សទាយមើលរាជអាមាត្យក៏ទៅនិមន្តលោកគ្រូអីដូចមុនទៀតលោកគ្រូភ័យណាស់មិនដឹងជាទីដូចម្ដេចព្រោះគ្មានចេះអ្វីសោះលោកគិតថាម្ដងនេះច្បាស់ជាស្ដេចយកទោសដល់ជីវិតហើយក៏រកផ្លូវគេចវេះដូចមុនទៀតតែជាភ័ព្វវាសនាល្អរុក្ខទេវតាដែលនៅក្នុងព្រៃនោះមានចិត្តអាណិតលោកក៏និមិត្តខ្លួនជាកង្កែបមេកូននិងចោទសួរគ្នាថាម៉ែកាលណាទៅទើបមានភ្លៀងធ្លាក់បើក្តៅស្ងួតយ៉ាងនេះ7ថ្ងៃទៀតនឹងមានភ្លៀងធ្លាក់យ៉ាងធំ7យប់7ថ្ងៃលេចត្បាល់អង្រែអ្នកស្រុកអស់មិនខានលោកគ្រូឮដូចនេះអរព្រួចហើយនឹកថាតែប៉ុណ្ណេះរួចពីស្លាប់ហើយអញរួចក៏ត្រឡប់មកជួបព្រះរាជាវិញលុះចូលដល់រាជវាំងលោកក៏ទស្សទាយថ្វាយស្ដេចតាមពាក្យដែលមេកង្កែបនិយាយប្រាប់កូនព្រះរាជាផ្សាយដំណឹងដល់ប្រជារាស្ត្រឲ្យប្រុងប្រៀបប្រដាប់ប្រដាត្បិតនឹងមានភ្លៀងធ្លាក់ធំជន់លិចគ្រប់ទីកន្លែងពេលមានភ្លៀងថ្ងៃដំបូងអ្នកស្រុកត្រេកអរគ្រប់គ្នាប៉ុន្តែភ្លៀងធ្លាក់មិនស្រាកស្រានធ្វើឲ្យទឹកជន់លិចដើរទៅណាមិនរួចគូអំពែទាំងឡាយក៏មិនដឹងជាត្រូវនាំយកទៅទុកដាក់ឯណាចំណែកមនុស្សរងាញ័រគ្រប់ប្រាណអ្នកស្រុកក៏នាំគ្នាទៅរកលោកគ្រូអីឲ្យជួយបញ្ឈប់ភ្លៀងឯលោកគ្រូអីក្រឡេកពីចម្ងាយឃើញអ្នកស្រុកដើរតម្រង់មកទាំងវងយ៉ាងនេះនឹកឆ្ងល់យ៉ាងខ្លាំងក៏ឲ្យកូនសិស្សរត់ទៅសួរឲ្យដឹងថាគេមានការអ្វីក៏មកច្រើនគ្នាម្ល៉េះអាកែងទៅសួរឲ្យបានដឹងថាគេមករកលោកគ្រូជួយធ្វើឲ្យបាត់ភ្លៀងក៏ទៅទូលលោកតាមដំណើរលោកគ្រូប្រាប់អាកែងថាកាលណាគេចូលមកដល់អញនឹងធ្វើជាខឹងដេញវាយឯងកុំឲ្យគេស៊ូអញកើតលុះអ្នកស្រុកចូលទៅដល់លោកគ្រូកន្ត្រាក់ដំបងដេញវាយអាកែងមែនអាកែងរត់ទៅក្រៅវត្តលោកក៏ដេញតាមទទួលពេលនោះភ្លៀងក៏រាំងល្មមអ្នកស្រុកត្រេកអរណាស់ហើយនាំគ្នានិយាយថាលោកគ្រូដេញវាយអាកែងរាំងភ្លៀងក្រោយពីរាំងភ្លៀងបាន3ឬ4ថ្ងៃមកមេឃនៅតែស្រទុំមិនព្រមបើកថ្ងៃសោះអ្នកស្រុករកហាលអ្វីមិនកើតក៏នាំគ្នាទៅរកលោកគ្រូអីម្ដងទៀតលោកគ្រូក៏ចាប់វាយអាកុកម្ដងដោយធ្វើដោយការធ្វើជាមួយអាកែងដែរពេលលោកដេញវាយអាកុកនោះស្រាប់តែពពករសាត់ចេញអស់ព្រះអាទិត្យក៏រះឡើងអ្នកស្រុកអរណាស់ក៏នាំគ្នាស្រែកថាលោកគ្រូវាយអាកុកបើកថ្ងៃចាប់ពីពេលនោះមកកាលណាភ្លៀងក្ររាំងអ្នកស្រុកនិងក្មេងៗចំនួនមុនតែងតែស្រែកថាវាយអាកែងរាំងភ្លៀងវាយអាកុកបើកថ្ងៃជាប់រហូតមកក្រោយមកទៀតព្រះរាជាទ្រង់ធ្វើពិធីបុណ្យមួយយ៉ាងធំក្នុងព្រះបរមរាជវាំងទ្រង់បានចាត់ឲ្យនិមន្តលោកគ្រូអីមកទេសនាព្រោះព្រះអង្គទ្រង់ចាត់ទុកលោកគ្រូអង្គនេះជាអ្នកចេះដឹងជាងគេព្រមទាំងប្រគេនអាសនៈខ្ពស់ជាងគេផងលោកគ្រូភ័យណាស់ព្រោះមិនចេះធម៌ច្បាស់លាស់ដល់យប់ស្ងាត់លោកក៏ដុតវត្តអារាមចោលលុះព្រឹកឡើងលោកក៏និមន្តទៅវាំង
ពេលដែលអាចារ្យគោះរគាំង3 ដងជាសញ្ញាឲ្យលោកសម្ដែងធម៌លោកគ្រូតាំងស្រេចទ្រហោយំមើលទៅស្ដេចត្រាស់សួរថាហេតុម្ដេចក៏លោកគ្រូយំលោកថាអាត្មាទេសមិនកើតទេស្ដាយកំពីដែលឆេះពីយប់មិញខ្លាំងណាស់ព្រះរាជាទ្រង់អនុគ្រោះឲ្យនិមន្តលោកផ្សេងទៀតទេសជំនួសទៅឯទីតាំងវត្តដែលលោកគ្រូអេគង់នៅស្ថិតនៅក្នុងឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺគេហៅថាទួលអេរហូតដល់សព្វថ្ងៃនេះ